របៀបធ្វើចំហុយខ្មៅហូបជាមួយនឹងតែពណ៌ផ្កាឈូកមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើទៀតកម្មវិធីនេះបងចង់ធ្វើលក់ក៏បានធ្វើហូបនៅផ្ទះលក្ខណៈគ្រួសារក៏បានមកឥឡូវបងអ្នកគ្នាមករៀនធ្វើជាមួយខ្ញុំទាំងអស់គ្នាដំបូងយើងដាក់ដាំទឹកជានឹងចំនួន2លីត្រទុកវាឲ្យពុះនៅនឹងសិនមកបន្ទាប់មកទៀតយើងយកទឹកជានឹងចំនួន250មីលីលីត្រហើយយើងប្រើស្ករក្រហមចំនួន1ស្លាបព្រាបាយចាក់ចូលនៅក្នុងនឹងមកហើយសម្រាប់ម្សៅចំហុយខ្មៅនេះប្រើចំនួន1ខាំដាក់មួយខាំអ្នកគ្នាយើងចាក់ចូលនៅក្នុងនឹងដែរមកហើយយើងកូរវាឲ្យរលាយជាមួយនឹងទឹកហើយយើងទៅមើលទឹកដែលយើងបានដាំនឹងពុះហើយយើងយកទឹកចំហុយខ្មៅមិញហ្នឹងយើងយកទៅចាក់ចូលបដាយើងកូរវាបដាចាក់ចូលរឿយៗកុំប្រញាប់ចាក់ចូលទាំងអស់ចាក់ចូលបដាយើងកូរវាបដាបែបនេះតបមកទៀតយើងកូរវាទៅរឿយៗអ្នកគ្នាមើលតែទឹកចំហុយខ្មៅយើងឡើងរៀងរលោងបន្តិចអាហ្នឹងមានន័យថាទឹកចំហុយខ្មៅរបស់យើងចិត្តឆ្អិនយើងកូរប្រហែលជា4-5នាទីទេអ្នកគ្នាហើយយើងទុកវាឲ្យពុះបន្តិចណាទុកវាឲ្យពុះតែប៉ុណ្ណឹងមកបានហើយអ្នកគ្នាយើងបិទភ្លើងមកទុករួចហើយយើងលើកវាយកទៅចាក់ចូលក្នុងពុម្ពបងមានពុម្ពទូចដូចតែគុជបែបនេះចាក់ចូលដល់ពេញមកអ្នកគ្នាហើយបិទគម្របយកទៅដាក់នៅក្នុងទូទឹកកកខ្ញុំមានពុម្ពបែបនេះទិញបានពុម្ពនឹងមួយបន្ទាប់មកខ្ញុំចាក់ចូលក្នុងចានចងថ្មនេះយកទៅដាក់នៅក្នុងទូទឹកកកដើម្បីឲ្យវាឆាប់រឹងយើងអាចនឹងបានហូបអ្នកគ្នានេះយើងបិទគម្របវាឲ្យជិតចឹងមកនេះបិទគម្របវាតរវាចាញ់ទឹកចាស់បានណែនល្អហើយយើងយកទៅទុកក្នុងទូទឹកកកទុកប្រហែលជា3-4ម៉ោងឬទៅ5ម៉ោងទុកមកយប់ទល់ភ្លឺក៏បានដែរអ្នកគ្នាកាន់តែល្អហើយនេះគ្រឿងសម្រាប់ធ្វើតែពណ៌ផ្កាឈូកមានម្សៅគ្រីមម្សៅតែពណ៌ផ្កាឈូកទឹកដោះគោស្រស់ទឹកដោះគោខាប់រួមជាមួយនឹងស្ករសដំបូងយើងយកខ្ទះដាក់លើភ្លើងហើយបើកភ្លើងតិចយើងដាក់ស្ករសចំនួន2ស្លាបព្រាកាហ្វេហើយយើងកូរស្ករនឹងតិចរហូតទាល់តែស្ករនឹងឡើងតាំងម៉ែបែបនេះចាំយើងយកម្សៅតែពណ៌ផ្កាឈូករបស់យើងចំនួន50ក្រាមចាក់ចូលមកអ្នកគ្នាហើយយើងម្លីងជាមួយវានឹងតិចកុំបើកភ្លើងខ្លាំងយើងម្លីងមកឲ្យតាមមកឈ្ងុយមកបានហើយអ្នកគ្នាចាំយើងចាក់ទឹកចូលចំនួន2លីត្រសម្រាប់ទឹកជានេះយើងប្រើចំនួន2លីត្រអ្នកគ្នានៅពេលដែលយើងចាក់ចូលហើយយើងកូរតែនឹងឲ្យចូលជាមួយទឹកបន្តិចហើយយើងរងាស់តែនឹងតាមមកពុះបានហើយកុំរងាស់យូរពេកបើយើងរងាស់យូរពេកគឺតែរបស់យើងនឹងល្វីងហូរបាត់កើតទេរងាស់វាតាមមកពុះបាត់ភ្លើងហើយយើងគ្របគម្របវាទុកនៅនឹងរយៈពេលកន្លះម៉ោងអានេះគេហៅថាផ្ងំតែអ្នកគ្នាក្រោយពីយើងផ្ងំវារយៈពេលកន្លះម៉ោងហើយយើងយកវាមកត្រងយកទៅជាតិទឹកមកអ្នកគ្នានេះយើងត្រង2ដងក៏បាន3ដងក៏បានដើម្បីវាអស់កាកតែមកហូបមកយើងមានរសជាតិឆ្ងាញ់អត់មានជាប់កាកតែជាមួយអ្នកគ្នាម៉ែកូនមើលត្រង2ដងឃើញទេអ្នកគ្នាតែរបស់យើងគឺពណ៌ស្អាតមែនតើឃើញអានេះពណ៌ផ្កាឈូកស្អាតប៉ុន្តែអានេះយើងអត់តាន់បានលាយគ្រឿងថែមទៀតទេបន្ទាប់មកទៀតយើងដាក់ម្សៅគ្រីមនេះចំនួន400ក្រាមថ្លឹង400ក្រាមមកកញ្ចប់វាមាន400ក្រាមក៏មាន600ក្រាមក៏មានយើងកូរវាឲ្យចូលជាមួយនឹងតែរបស់យើងមកហើយយើងដាក់ស្ករសនេះចំនួន1ខាំកន្លះសម្រាប់ទឹកដោះគោខាប់នេះប្រើចំនួន1កំប៉ុងដូចគ្នាចំណុះវា500ក្រាមទឹកដោះគោស្រស់វាមកកំប៉ុងដូចគ្នាចំណុះវា380ក្រាមអ្នកគ្នាដាក់ចូលទាំងអស់មកហើយយើងកូរវាឲ្យចូលគ្នាមកយើងកូរវារលាយស្កររលាយទឹកដោះគោឲ្យហើយយើងយកវាមកត្រង់ម្សៅទៀតអ្នកគ្នាដើម្បីឲ្យតែរបស់យើងមានពណ៌កាន់តែស្អាតដល់អត់មានកតិចកទីកាកតែអីចឹងណាអ្នកគ្នាយើងត្រង់វាឲ្យស្អាតចឹងមកបន្តមកយើងដួសពពុះវាចាញ់ផងឃើញទេបន្តមកទៀតយើងយកវាទៅដាក់នៅក្នុងទូទឹកកកទុក2-3ម៉ោងឲ្យត្រជាក់មកបានយើងអាចយកមកហូបបានសម្រាប់តែពណ៌ផ្កាឈូកនេះបងធ្វើឲ្យយកទៅទុកក្នុងទូទឹកកកអាចរក្សាទុកបាន2ទៅ3ថ្ងៃក៏អត់ទាន់ខូចដែរអ្នកគ្នាចំហុយខ្មៅក៏ដូចគ្នាយើងអាចទុកបាន2-3ថ្ងៃក៏អត់ទាន់ខូចដូចគ្នានេះឥឡូវយើងយកចេញពីទូទឹកកកមកខ្ញុំទុកប្រហែលជា4-5ម៉ោងអ្នកគ្នានេះសម្រាប់ប្រទះធំបែបនេះយើងឈូសវាទូចឹងមកអ្នកគ្នាតំណងណាហើយមានរសជាតិឆ្ងាញ់ទៀតយើងឈូសចឹងហើយយើងយកវាទៅដាក់នៅក្នុងកែវនេះដាក់បាតកែវយើងដាក់បាតកែវមិនដាក់ពីលើទេយើងដាក់បាតកែវបើសម្រាប់ទូចដូចតែគុជនោះអាហ្នឹងយើងដាក់ពីលើឃើញបងអ្នកគ្នាងាយស្រួលធ្វើគ្រាន់តែវារៀងច្រើនដំណាក់កាលបន្តិចប៉ុន្តែថាពិបាកធ្វើអត់មានពិបាកធ្វើទេងាយស្រួលធ្វើមែនតើបងចង់ធ្វើហូបនៅផ្ទះក៏បានដែរអត់ចាំបាច់ទៅទិញគេអស់លុយច្រើនយើងរៀនធ្វើអញ្ចឹងបានចំណេះជាប់ខ្លួនទៀតចូលថ្ងៃណាមួយចង់ធ្វើលក់ក៏ធ្វើលក់បានដែរយើងឈូសវាដាក់បាតកែវហើយយើងដាក់តកកចូលមកហើយនេះយើងគោះអានេះចេញមកនេះចំហុយខ្មៅដូចគ្នាកុំច្រឡំតែគុជចំហុយខ្មៅនេះយើងគោះវាចេញមកចឹងមកហើយយើងដួសវាដាក់ពីលើមកជាន់ដាក់ជាន់ទី3ឲ្យជាន់ទី3ចឹងឲ្យជាន់ទី3ឲ្យជាន់ទី1នោះយើងឈូសទូជាន់ទី2តកកដល់ពេលទី3នេះតែគុជយើងហៅតែគុជចឹងមកអ្នកគ្នាវាមូលដូចតែគុជបន្តមកទៀតយើងដួសតែពណ៌ផ្កាឈូកយើងដាក់ចូលមកឃើញទេ
តំណងនេះអ្នកគ្នាឲ្យរសជាតិឆ្ងាញ់ណារសជាតិរបស់វាគឺមកផ្អែមល្មមសម្រាប់បងអ៊ំនៅគាត់កើតជំងឺទឹកនោមផ្អែមក៏គាត់អាចហូបបានដែរអត់ផ្អែមខ្លាំងទេមកផ្អែមស្រាលល្មមហើយមានរសជាតិឆ្ងាញ់ទៀតអ្នកគ្នាបងចង់ធ្វើលក់ក៏បានម៉ែកូនបឺតរូបមន្តនេះគឺម៉ែកូនបឺតគាត់ធ្លាប់ធ្វើលក់គាត់ធ្លាប់ធ្វើលក់នៅថៃអញ្ចឹងគាត់ដឹងរូបមន្តគាត់ចេះធ្វើគាត់ធ្លាប់ធ្វើបើសិនជាយើងមិនដែលដឹងរូបមន្តសោះក៏យើងមិនអាចធ្វើបានដែរអ្នកគ្នាទាំងហើយម៉ែកូនបឺតក៏គាត់ធ្លាប់ធ្វើអញ្ចឹងក៏យករូបមន្តមកចែកជូនបងអ្នកគ្នានេះបើយើងទៅរៀនជាមួយគេក៏អស់ថ្លៃដែរអ្នកគ្នាហើយសម្រាប់រូបមន្តនេះបងចង់យកតែបៃតងមកធ្វើតែអីក៏បានដែរឲ្យតែជាប្រភេទតែហូបជាមួយនឹងគ្រឿងភេសជ្ជៈបែបនេះគឺយើងយកមកធ្វើបានទាំងអស់អ្នកគ្នាហើយបើបងមើលអត់យល់ត្រង់ចំណុចណាតែមិនទាន់ត្រង់ចំណុចណាបងអាចខមមិនសួរនៅខាងក្រោមវីដេអូនេះបានបងមើលមកដល់ចំណុចនេះឲ្យម៉ែកូនបឺតប៉ុន្មានបន្ទុកដែររសជាតិមិនវិញឆ្ងាញ់ក្អូបអ្នកជំនាញធ្វើលក់ហើយម៉ែកូនបឺតធ្លាប់ធ្វើលក់អ្នកគ្នាបើអញ្ចឹងធ្វើមិនងាយត្រូវក្បួនវាណាអ្នកគ្នាអាចសារៀនធ្វើតាមរូបមន្តម៉ែកូនបឺតបានឆ្ងាញ់ណាអ្នកគ្នាខ្ញុំធានាខ្ញុំឲ្យលេខ1ហ្មងឆ្ងាញ់មែនតើធ្លាប់លក់ទឹកយើងធ្លាប់លក់អញ្ចឹងយើងធ្វើត្រូវក្បួនវាឆ្ងាញ់មួយកែវនេះបើកែវធំចេះលក់មួយកែវ10000នេះមួយកែវ10000បានចំណេញនេះតាគួយនេះក៏អត់មានប្របាយធ្វើដែរអ្នកគ្នាតាគួយនេះអាមូលក៏មានបែបតប៉ែតចេះក៏មានដែរមានទុំព្រីងណាបងកុំច្រឡំមកទុំព្រីងណាដួមកឆ្ងាញ់បើទឹកជាតិឆ្ងាញ់អ្នកនរគ្នាមួយទៅបាញ់ចំណងណាហើយហូបទាំងព្រឹកមកនេះទាំងព្រឹកអីម៉ោង10ឡើយហើយណា10ហើយបើថាហូបថ្ងៃត្រង់1 2គឺឆ្ងាញ់ឆ្ងាញ់មកអ្នកក្របឃ្លីមួយឆ្ងាញ់ណាទៀតវាអត់ផ្អែមខ្លាំងតែវាអត់ចាស់ខ្លាំងដែរតែមកឆ្ងាញ់មកល្មមមកជាតិអ្នកនរគ្នាអាចសាធ្វើហូបបានបងណាចង់មកហ្នឹងទឹកអាចមកបានមកទើបថ្ងៃត្រង់នេះហើយបើបងណាមើលអត់យល់ត្រង់ចំណុចណាអីអត់យល់ត្រង់ចំណុចណាមើលអត់ទាន់ចំណុចណាបងអាចខមមិនសួរនៅខាងក្រោមវីដេអូបានសួរបានហ្មងសួរបានអត់អស់លុយអ្នកនរគ្នាយកទៅធ្វើហូបបាននេះបងតរៀនអស់លុយបើតរៀនអស់លុយបងអាចមើលតាមវីដេអូមកកូនបឺតឲ្យរៀនឆ្នៃធ្វើខ្លួនឯងអត់អស់លុយហើយឆ្ងាញ់មានរសជាតិឆ្ងាញ់ទៀតឃើញទេតំណងខែក្តៅនេះត្រូវអ្នកនរគ្នាហូបថ្ងៃសៀងធ្វើលក់ក៏បានធ្វើហូបក៏បានហើយសម្រាប់តែបងដាក់ទូyenបានយូរថ្ងៃបងទុកបានមួយថ្ងៃតែប្រហែលជា3ថ្ងៃទៅ4ថ្ងៃបងនេះយើងទុកបាន3 4ថ្ងៃនៅក្នុងទូទឹកកកទុកបាន3 4ថ្ងៃណែ